បាទជំរាបសួរបងប្អូនប្រជាពលរដ្ឋរបស់យើងនៅក្នុងស្រុកក្រុមដួលខេត្តស្វាយរៀងទាំងអស់បាទនេះជាទស្សនវិជ្ជាក្នុងពិធីបុណ្យមហាសាមគ្គីអភិវឌ្ឍភូមិនៅភូមិមើនជ័យឃុំមើនជ័យស្រុកក្រុមដួលខេត្តស្វាយរៀងបាទដែលប្រពៃឡើងនៅថ្ងៃសៅរ៍ទី8ខែមីនាឆ្នាំ2025នេះគឺដើម្បីអបអរសាទរការប្រមូលផលស្រូវរដូវប្រាំងឆ្នាំ2025នេះទទួលបានជោគជ័យបាទទី2គឺដើម្បីសម្ដែងការសាមគ្គីគ្នាយ៉ាងជិតស្និទ្ធរបស់ប្រជាពលរដ្ឋនិងអាជ្ញាធរភូមិឃុំស្រុកលើការងារសន្តិសុខសណ្ដាប់ធ្នាប់និងការងារអភិវឌ្ឍមូលដ្ឋានភូមិឃុំស្រុករបស់យើងទី3គឺផ្ដល់ឱកាសជូនប្រជាពលរដ្ឋយើងចូលរួមចំណែកជាទឹកចិត្តនិងថវិកាក្នុងការអភិវឌ្ឍមូលដ្ឋានរបស់យើងដូចជាការជួសជុលផ្លូវលំជីកស្ដារប្រព័ន្ធប្រឡាយដើម្បីជាប្រយោជន៍ប្រើប្រាស់រួមគ្នានៅក្នុងភូមិឃុំរបស់ពួកគាត់បើតាមការលើកឡើងរបស់លោកជាមនីមេភូមិមើនជ័យឃុំមើនជ័យបានមានប្រសាសន៍ថាកម្មវិធីបុណ្យនេះគឺមានការស្រោះស្រួលមូលមតិគ្នារបស់ថ្នាក់ដឹកនាំភូមិទាំង3ក្រុមប្រឹក្សាឃុំមើនជ័យរដ្ឋបាលស្រុករំដួលនិងប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិមើនជ័យឃុំមើនជ័យស្រុករំដួលសរុប230នាក់ដែលជាអ្នកផ្ដើមបុណ្យដែលមានទំហំទឹកប្រាក់ជាង10លានរៀលសម្រាប់ប្រារព្ធពិធីនេះឡើងហើយក៏បានអញ្ជើញភ្ញៀវកិត្តិយសអញ្ជើញចូលរួមចំនួនជាង2500នាក់ក្នុងពិធីបុណ្យក៏មានប្រារព្ធពិធីសាសនាដូចជាការធ្វើបទនមស្ការបរតនត្រ័យសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងធម៌ទេសនាលុះព្រឹកឡើងប្រគេនជាគូដល់ព្រះសង្ឃនិមន្តព្រះសង្ឃដើរបាំងស្កូលជាកិច្ចបង្ហើយបុណ្យហើយនៅល្ងាចថ្ងៃសៅរ៍នេះដែរក៏មានទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមពីទីជិតទីឆ្ងាយដើម្បីពិសាភោជនាអាហារហើយក៏មានតន្ត្រីធុងបាសកំដរផងដែរលុះប្រលប់ក៏មានកម្មវិធីបង្ហោះគោមបាញ់កាំជ្រួចបាទចំនួន500ដើមបាទជាពិសេសហ្នឹងក៏មានទស្សនីយភាពល្ខោនបាសាក់រស្មីអប្សរាលេងកំដរកំសាន្តអារម្មណ៍រហូតទល់ភ្លឺទស្សនវិជ្ជាជារួមតាំងពីរសៀលរហូតមកដល់ពេលនេះឃើញថាបងប្អូនយើងអញ្ជើញចូលរួមយ៉ាងច្រើនកុះកមែនតែនបាទហើយស្តង់កំសាន្តក៏មានចំនួនច្រើនដើម្បីកំដរអារម្មណ៍កំសាន្តដល់កុមារីយុវជនយុវតីនិងអ្នកចូលរួមទាំងអស់សប្បាយរីករាយបាទរីឯបញ្ហាសន្តិសុខក៏ត្រូវបានយកចិត្តទុកដាក់ដោយប៉ុស្តិ៍រដ្ឋបាលឃុំមើនជ័យសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំថ្មៀឃុំជ្រុងពពេលនិងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយជែកប្រជាការពារជាច្រើនរូបទៀតជាពិសេសនឹងក៏មានវត្តមានកងកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុករំដួលក៏លោកបានអញ្ជើញមកចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋយើងផងដែរ